អស់គ្នាថ្ងៃនេះដែរខ្ញុំនៅចំការកុយរ៉ានៅឃុំទួលតាគីខេត្តកោះកុងចំការដាំតរ៉េនផ្ទាល់ដៃហ្នឹងហើយប្រើជីធម្មជាតិរបស់វរៈប៊ុនធម្មដែលជាជីសរីរាង្គឥឡូវនេះខ្ញុំមកបកឲ្យបងប្អូនមើលទាំងអស់គ្នាថាសាច់តរ៉េនខ្ញុំល្អមិនហើយរសជាតិឆ្ងាញ់យ៉ាងម៉េចហើយក៏សូមឲ្យពុកម៉ែបងប្អូនជួយមកមើលទាំងអស់គ្នានេះអានេះទុំអាចបកបានវិញហើយចានេះសាច់តរ៉េនរបស់ចំការកុយរ៉ាឃុំទួលតាគីខេត្តកោះកុងចាសាច់ស្ងួតផ្អែមខ្ទិះហើយសាច់ល្មួតកានា 100% ហើយបងប្អូនអាចចូលមកចំការផ្ទាល់ក៏បានដែរនៅខេត្តកោះកុងឃុំទួលតាគីចង់ញ៉ាំចង់អីអាចកំងបានមានដុំនិងរាយសូមបងប្អូនតាក់ទងមកលេខខាងក្រោមនេះចាសូមអរគុណ